បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនទាំងអស់គ្នាព័ត៌មានក្តៅថ្មីបងប្អូនទាំងអស់គ្នាពេលនេះគឺថាថៃកាន់តែផុងខ្លួនទៅកាន់តែវឹកវរទៅកាន់តែយ៉ាប់ទៅមើលនេះគឺប្រទេសថៃគឺពេលនេះកាន់តែយ៉ាប់ទៅតែម្ដងបងប្អូនទាំងអស់គ្នាគឺថាសេដ្ឋកិច្ចក៏ធ្លាក់ខ្លាំងនយោបាយផ្ទៃក្នុងរបស់ថៃនេះក៏វឹកវរខ្លាំងយកតែមែនតែម្ដងបងប្អូនទាំងអស់គ្នាឥឡូវនេះបងប្អូនទាំងអស់គ្នានៅតាមបណ្ដាប្រទេសហើយថ្មីនេះខ្ញុំសូមនិយាយសិននៅថ្មីនេះគឺរឿងអាតានវត្តនឹងមួយទៀតធ្វើឲ្យពិភពលោកគេកាន់តែមានការដឹងយ៉ាងច្បាស់អំពីចរិតក៏ដូចជាផ្ទៃក្នុងរបស់ពួកចៅសៀមតែម្ដងបងប្អូនទាំងគ្នាណាឥឡូវនេះពិភពលោកបងប្អូនទាំងគ្នាគេចាប់ផ្ដើមនាំគ្នាស្អប់ប្រទេសថៃតែម្ដងនេះណាហើយឥឡូវនេះបងប្អូនទាំងគ្នាណាចិនបងប្អូនចិនមហាអំណាចចិននៅអាស៊ីរបស់យើងហ្នឹងគឺចាប់ផ្ដើមក្នុងការជន់កទៅលើថៃថែមទៀតបងប្អូនទាំងគ្នាណាជន់កទៅលើថៃតែម្ដងទាំងអាមេរិកបងប្អូននេះក៏ដាក់សម្ពាធមកលើថៃណាឥឡូវនេះចិនដាក់សម្ពាធលើថៃទៀតបងប្អូនថៃពេលនេះមិនដឹងដើរផ្លូវណាទេប្រទេសនៅជាប់នឹងភូមិផងរបងជាមួយរបស់ខ្លួនឯងហ្នឹងគឺថៃឆ្លុះជាមួយអស់ហើយណាហើយនឹងពួកផ្ដាច់ខ្លួនផ្ដាច់អីនោះទៀតបងប្អូនទាំងគ្នាហើយបញ្ហារឿងថៃនេះវានៅតែកិច្ចវេះចុះឡើងជាមួយនឹងការដោះស្រាយបញ្ហាជាមួយនឹងកម្ពុជាបងប្អូនទាំងគ្នាឥឡូវនេះពិភពលោកបានដឹងបងប្អូនឥឡូវនេះថៃវឹកវរខ្លាំងមែនតើថៃវឹកវរខ្លាំងមែនតើបងប្អូនណាអូខេឥឡូវទៅស្ដាប់ព័ត៌មាននេះបន្តិចបងប្អូននេះតើមានបញ្ហាអីទៀតនៅចំពោះថៃបងប្អូននេះតោះសង្កត់កថៃថែមឬយ៉ាងណាអស់ពីខាត់បង់ប្រាក់រាប់ពាន់លានដុល្លារពីការបិទព្រំដែនជាមួយកម្ពុជានិងភូមាពេលនេះថៃកាន់តែវាន់កក្រៅចិនហាមឃាត់ការនាំចូលទឹកសេរ៉ូនិងម្សៅធ្វើពីសារធាតុស្ករធ្វើឲ្យខាត់បង់ខ្លាំងជាងកម្ពុជាហើយបន្តបិទជាមួយមីយ៉ាន់ម៉ានៅផ្នែកខ្លះដែលធ្វើឲ្យថៃខាត់បង់ប្រាក់រាប់ពាន់លានដុល្លារពេលនេះសៀមកាន់តែវាន់កថែមទៀតនិងកំពុងឆ្លេឆ្លាក្រោយពីចិនបានពង្រីកការហាមឃាត់ការនាំចូលទឹកសេរ៉ូនិងម្សៅធ្វើពីសារធាតុស្ករទាំងអស់ពីប្រទេសនេះបន្ទាប់ពីការធ្វើអធិការកិច្ចសុវត្ថិភាពចំណីអាហាររកឃើញថាមិនមានរោងចក្រណាមួយក្នុងចំណោមរោងចក្រចំនួន10របស់ថៃបំពេញតាមស្តង់ដារដែលចិនចង់បាននេះបើតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រទី7ខែវិច្ឆិកាឆ្នាំ2025បំរាមរបស់ចិនខាងលើដែលបានចូលជាធរមានកាលពីថ្ងៃទី27ខែតុលាឆ្នាំ2025ត្រូវបានរំពឹងថានឹងបង្កការខូចខាតរាប់ពាន់លានបាតហើយអាចធ្វើឲ្យរោងចក្រជាច្រើនដែលពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិនប្រឈមនឹងការបិទទ្វារចិនបានដាក់បញ្ចូលផលិតផល4បន្ថែមទៀតទៅក្នុងបញ្ជីហាមឃាត់នាំចូលពីថៃដែលមានស្រាប់ក្នុងនោះរួមមានម្សៅធ្វើពីសារធាតុស្ករនិងទឹកសេរ៉ូព្រមទាំងហាមឃាត់ការចុះបញ្ជីថ្មីសម្រាប់រោងចក្រថៃទៀតផងលោកថតសាផុនបងប្អូនឃើញទេបងប្អូនអ្នកគ្នាឃើញអត់ហេតុអីបានជាខ្ញុំបានជាបងប្អូនមួយចំនួនធំគាត់ហាមមិនឲ្យបងប្អូនទិញរបស់ថៃប្រើប្រាស់ទិញយកម្ហូបនៅក្នុងពេលសម័យឥឡូវហ្នឹងហេតុអីគឺសិតតែគីមីបងប្អូនអ្នកគ្នាណាវៀតណាមក៏គេបិទមិនឲ្យថៃទេបងប្អូននេះវៀតណាមគេដាក់បំរាមតឹងរឹងខ្លាំងមែនតែនចំពោះផលិតផលថៃនៅពេលនេះគឺការនាំចូលគឺមានការរឹតបន្តឹងខ្លាំងដោយសារតែបញ្ហាសុវត្ថិភាពចំណីអាហារឥឡូវនេះបងប្អូននេះចិនក៏បានចេញមកទៀតចិនគេបានចេញមកដូចបងប្អូនស្ដាប់ឮអញ្ចឹងគេបានហាមឃាត់ណានឹងគេបានបញ្ចប់នឹងចុះបញ្ជីខ្មៅជាមួយនឹងអាផលិតផលស្ករនិងអាម្សៅស្អីគេហ្នឹងបងប្អូនទឹកសេរ៉ូទឹកអីហ្នឹងគឺគេបិទមិនឲ្យនាំចូលទេហើយនឹងគេបិទជាមួយនឹងការចុះបញ្ជីថ្មីរបស់ក្រុមហ៊ុនថៃទៀតបងប្អូននេះណានេះហើយបងប្អូនអ្នកគ្នាលទ្ធផលដែលថៃពួកអាថៃនេះវាព្យាយាមណាពួកអាថៃនេះវាឆ្លៀនពៀនខ្មែរឥឡូវនេះអ្វីគ្រប់យ៉ាងរឿងអាក្រក់គ្រប់យ៉ាងនៅក្នុងប្រទេសវាគឺចាប់ផ្ដើមលាតត្រដាងម្ដងបន្តិចបងប្អូនអ្នកគ្នាណាគឺថៃគឺជួបតែទុកវិបត្តិរហូតតាំងពីមកឆ្លៀនពៀនកម្ពុជាមកបងប្អូននេះឃើញអត់តាំងពីមកចូលឆ្លៀនពៀនណាបាញ់ប្រហារជាមួយកម្ពុជាមកគឺថៃជួបតែទុកវិបត្តិសពគ្រប់បែបយ៉ាងតែម្ដងណាតាំងពីស្រុតបាក់ដីគ្រោះទឹកជំនន់ណាបញ្ហានយោបាយផ្ទៃក្នុងរបស់វាសេដ្ឋកិច្ចរបស់វាធ្លាក់ចុះរឿងអាតានវត្តរឿងអីទូទាំងល្បីទូទាំងពិភពលោកណាហើយរឿងអាគារដែលគេរកឃើញថាអាគារដែលជួឲ្យពួកជនឆោបមកនៅលើអណ្ដាញក៏គេបានរកឃើញអីក៏រកឃើញណាអូបងប្អូនអ្នកគ្នាណាគឺបងប្អូនអ្នកគ្នាមើលឃើញហើយឃើញថាឃើញទេលទ្ធផលដែលវាបានឆ្លៀនពៀនយើងធ្វើឲ្យបងប្អូនខ្មែរយើងឌីលបងប្អូនខ្មែរយើងណាថៃពេលនេះមិនដឹងទៅណាទេបងប្អូនណាមិនដឹងទៅណាទេណាដោយសារអីបានអញ្ចឹងបងប្អូនគឺត្រូវទំនាយបងប្អូនខ្មែរយើងច្រើនពេកណាត្រូវទំនាយបងប្អូនខ្មែរយើងជាពិសេសបងប្អូនខ្មែរយើងនៅតាមព្រំដែនគឺគាត់ដាក់ទំនាយពួកអាសៀមនេះគឺធ្ងន់ធ្ងរណាស់អញ្ចឹងហើយទទួលយកទៅលទ្ធផលឯងហ្នឹងហើយ
ต้องพัฒนาน้นเจียประเทศสมาคมแนผลิตสกอร์บอทให้บานใหญ่ท่าอาแกรอตบาลโกจันบานโจตรุปีนัดรงจะให้จำนวนดับกาวปีค่ายกะกระดาชนำปีปอนมาไพ่ปรำปนใต้บานเราเคยถักเมียนรงจะไทยน้ำมุ้ยขนมจำน้ำรงจะแต่งดอกนี่อาจบ่มเปิ้งตามดำเริกาสตังดาน้ำไม้หนึ่งคุณภาพได้จันจังบานนุเตจีลตพอรงจะไทยจิตรานมันไอ้นอมจังตึกเซโรหรือมาใส่ผลิตปีซาระเทศสกอร์ตะกันประเทศจันติดลอยហើយមានតែបរិមាណស្ករសុទ្ធមួយចំនួនប៉ុណ្ណោះត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ចិនក្រោមកូតាដែលបានកំណត់លោកថតសផនក៏បានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើសកម្មភាពនិងត្រួតពិនិត្យឡើងវិញចំពោះការនាំចេញផងដែរកាលពីខែធ្នូឆ្នាំ2024ចិនក៏បានដាក់បម្រាមលើការនាំចូលទឹកសេរ៉ូនិងម្សៅផលិតពីសារធាតុស្ករពីថៃផងដែរឈៀងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាថ្ងៃទី13ដល់ថ្ងៃទី17ខែវិច្ឆិកាខាងមុខការនេះទំនងជាចិនចង់ដាក់សម្ពាធថៃឲ្យគោរពតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាហ្នឹងហើយបងប្អូននឹងឃើញជាទូទៅអញ្ចឹងនិយាយថានិយាយពីអារម្មណ៍មួយដំបូងឡើយយើងគិតថាចិនហ្នឹងគឺគាត់មិនបានមកជួយកម្ពុជាយើងទេណាមិនបានជួយកម្ពុជាយើងក្នុងការជួយដោះស្រាយបញ្ហាវិវាទព្រំដែនកម្ពុជាហើយនិងថៃទេបងប្អូនទាំងគ្នាណាបងប្អូនដែលស្អីយើងមិនបានឃើញសកម្មភាពអីច្រើនទេណាប៉ុន្តែបងប្អូនទាំងគ្នាណាគឺមានការផ្ដល់យោបល់ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនខ្ញុំជឿថាប្រកាសជាទទួលបានពីចិនណាបងប្អូនទាំងគ្នាណាហើយដល់ពេលយើងគិតឲ្យជាក់ស្ដែងទៅមែនតើគឺនយោបាយចិនគឺខ្លាំងព្រោះនេះគឺអ្នកសិតតែជឿនយោបាយជើងចាស់ខ្លាំងអញ្ចឹងណាខ្លាំងគេវិភាគខ្លាំងអញ្ចឹងណាអញ្ចឹងគេដឹងថាសង្គ្រាមនេះវាទៅជាយ៉ាងណាត្រូវឲ្យខ្មែរយើងត្រូវធ្វើម៉េចអញ្ចឹងទៅគឺឥឡូវយើងទទួលបានជោគជ័យមែនតើបងប្អូនណាប៉ុន្តែនេះខ្ញុំគ្រាន់តែជាការគិតមួយផ្នែកតូចទេតែខ្ញុំមិនដឹងថាបញ្ហាពិតប្រាកដនឹងវាយ៉ាងណាយ៉ាងណីណាហើយបងប្អូនខ្មែរយើងណាគឺថាចិនប្រហែលជាកំពុងតែធ្វើដោយសម្ងាត់ក្នុងការជួយកម្ពុជាតែម្ដងបងប្អូនណាជួយកម្ពុជាក្នុងការដើម្បីឲ្យកម្ពុជាយើងមានមុខមានមាត់លើឆាកអន្តរជាតិណាចឹងហើយបងប្អូនអរគ្នាណាយើងត្រូវតែទុកចិត្តរដ្ឋាភិបាលបងប្អូនណាហើយប្រហែលថ្ងៃមុនបន្ទាប់ពីប្រកាសប្រកបបន្ទាប់ពីដែលមានថាខាងទាហានខ្មែរយើងគឺនាំគ្នានៅក្នុងការដកអាវុធសពាវុធចេញមកវិញហ្នឹងបងប្អូនណាគ្រាន់តែកងទ័ពរបស់យើងនឹងដកសពាវុធចេញមកវិញបងប្អូនណាហើយបងប្អូនយើងមួយចំនួនក៏ថតប្រហោះហ្នឹងទៅធ្វើឲ្យពួកសៀមវាឆ្លេឆ្លាឆោឡោពេញប្រទេសតែម្ដងណាបងប្អូនគ្នាវាមិននឹកស្មានថាកម្ពុជាយើងមានអាវុធខ្លាំងច្រើននៅថ្នាក់ហ្នឹងអញ្ចឹងបងប្អូនគ្នាញ៉ាត់ស្ងាត់កុំលេងជាមួយកម្ពុជាឯសោះកម្ពុជាមិនមែនដូចអ្វីពួកអ្នកឯងវាតម្លៃទេណាគ្មានអ្នកណាស្មានជាមួយនឹងកម្ពុជាត្រូវទេខ្ញុំធ្លាប់ឮសម្ដេចពុកនិយាយថាគ្មានអ្នកណាស្មានសម្ដេចហ៊ុនសែនត្រូវទេណាទាំងធ្វើនយោបាយទាំងធ្វើសង្គ្រាមក៏ដោយគ្មានអ្នកណាស្មានសម្ដេចពុកត្រូវទេដោយការនិយាយត្រូវមកនេះយើងគិតថាខ្មែរគ្មានអាវុធអីទៅច្បាំងជាមួយវាទេមកនេះគិតថាខ្លាចអីចឹងទៅតែធៀបពិតបងប្អូនអ្នកគ្នាហើយណាពេលដែលដកសពាវុធចេញមកវិញបងប្អូននងគ្នាសេចចាច់តែម្ដងសេចចាច់មិនសិតតាអាវុធទំនើបហើយថ្មីចេះខ្លាំងច្រើនមែនតែនគេដឹកទៅណាហើយចឹងឯងធ្វើឲ្យពួកថៃនៅវាឆោឡោវិញប្រទេសវាភ្ញាក់ផ្អើលថាជុំពួកកម្ពុជាខាងកម្ពុជាក៏អាវុធអីក៏ច្រើនម៉េះណាអីក៏ទំនើបម៉េះបងប្អូននេះចឹងបានវាដឹងឲ្យភ្ញាក់ខ្លួនអញ្ចឹងបានវាលែងហ៊ាននៅម្ដងបងប្អូននេះណាហើយមួយទៀតតកតមួយបញ្ហាប្រាសាទតាកបីណាប្រកាសសិតតែវាយយកក្នុង24ម៉ោងឯណាហើយបានហើយសម្រាប់ទៅអាសៀមឆ្កែអើយណាបើឯងចេះវាយបានតាំងពី5ថ្ងៃមិនចាំ24ម៉ោងទេចឹងវាមិនហ៊ានទេវាបានតែកម្រាមទេវាមិនហ៊ានទេណាបងប្អូនកំភៃគឺវាមិនហ៊ានទេវាមិនហ៊ានទេណាវាសាក់លបងកម្លាំងដឹងហើយណាវាសាក់កម្លាំងដឹងហើយ5ថ្ងៃវាដឹងហើយថាកម្លាំងខ្មែរខ្លាំងប៉ុណ្ណាណាហើយកម្លាំងសៀមខ្លាំងប៉ុណ្ណាមួយទប់ទល់មួយខ្មែរយ៉ាងណាណាដូចខ្ញុំនិយាយតាំងពីដើមចឹងពួកសៀមនេះដកតាយន្តហោះចម្បាំងចេញគ្មានអីមួយផែមួយកម្ពុជាទេណាគ្មានអីមកហក់ជាមួយកម្ពុជាទេដកតាយន្តហោះចម្បាំងចេញទៅណាហើយអាហ្នឹងយើងគ្រាន់តែដកប្រៀបធៀបទេណាតែបើថាយន្តហោះចម្បាំងក៏មិនខ្លាចទៀតណាតយន្តហោះចម្បាំងទៀតណាហើយបានតែគេនៅតាមព្រំដែននេះហ៊ានតែបើកសំណាញ់មេឃខ្វាច់ធ្លាក់ទៅ2-3គ្រឿងហ្នឹងសៀមរីអាចបដ ாய் ណាខ្ញុំនិយាយចឹងបងណាបើថាសង្គ្រាមមែនតើណាបើថាហើយបងប្អូនត្រូវមើលជាក់ស្ដែងថាឧទាហរណ៍ថាឥឡូវនេះសង្គ្រាមរវាងរុស្ស៊ីហើយនិងអ៊ុយក្រែនបងប្អូនអរនេះណាដបងឡើយគេប្រើមែនយន្តហោះចម្បាំងណាបាញ់ដបងនោះយន្តហោះចម្បាំងហោះពេញហ្នឹងប៉ុន្តែយូរទៅនេះណាសង្គ្រាមយូរទៅគេមិនអាចប្រើយន្តហោះចម្បាំងរហូតទេណាព្រោះការចំណាយលើការប្រើយន្តហោះចម្បាំងនេះគឺអស់ច្រើនណាស់ណាបងប្អូនអរគ្នាអញ្ចឹងអ្វីដែលសំខាន់គឺមានតែក្របផ្លោងណា
គ្រុតក្រូសអីហ្នឹងអាវុធដើរដីទាំងអស់ហ្នឹងអាវុធព្រៃហ្នឹងគឺសិតតែប្រើជាប្រចាំតែម្ដងណាយន្តហោះការប្រើយន្តហោះចំណាយច្រើននោះនេះណាចំណាយច្រើនចឹងហើយពេលខ្លះការវិប្រហារដល់យន្តហោះហ្នឹងក៏វាថាមិនទទួលបានជោគជ័យស័ក្តិសមនឹងការចំណាយសោះអញ្ចឹងវាយន្តហោះវាគ្រាន់តែបានអួតបានសម្ញែងតែប៉ុណ្្នឹងប៉ុន្តែជាក់ស្ដែងគឺណាទៅអត់រួចជាមួយនឹងពួកសពាវុធនៅលើដីទេបងប្អូនណាអត់ទៅរួចទេអូខេហ្នឹងហើយបងប្អូនអរគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាពីបងប្អូនទាំងអស់គ្នាជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អកុំភ្លេចបងប្អូននេះណាកុំភ្លេចគឺពាក្យឯកាកុំប្រើរបស់សៀមគឺនាំគ្នាគាំទ្រផលិតផលខ្មែរដើម្បីឲ្យសេដ្ឋកិច្ចខ្មែរយើងរីកចម្រើនណារីកចម្រើនទៅមានណាគឺរីកចម្រើនសេដ្ឋកិច្ចយើងរីកចម្រើនគឺបងប្អូនខ្មែរយើងក៏គាត់មានជីវភាពទូធាទៅតាមនឹងដែរណាអូខេអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ